AMD ព្យាករណ៍ថាប្រាក់ចំណូល $1.5 លាននឹងរងផលប៉ះពាល់ពីការទប់ស្កាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបរបស់ប្រទេសចិនក្រុមហ៊ុនផលិតបន្ទះឈីប Advanced Micro Devices AMD បានព្យាករណ៍ថាប្រាក់ចំណូលសម្រាប់ត្រីមាសទី2នៃឆ្នាំ2025នឹងខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគនៅ Wall Street ដោយរំពឹងថានឹងទទួលបានប្រមាណ $7.4 លាន$300 លានធៀបនឹងការប៉ាន់ប្រមាណជាមធ្យម $7.25 លានទោះបីជាមានការរាំងខ្ទប់ដោយការរឹតបន្តឹងនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនដែលនឹងប៉ះពាល់ដល់ប្រាក់ចំណូល $1.5 លាននៅឆ្នាំនេះក៏ដោយក៏តម្រូវការខ្លាំងសម្រាប់បន្ទះឈីប AI របស់ AMD ពីក្រុមហ៊ុនដូចជា Microsoft និង Meta បានជំរុញឲ្យមានការព្យាករណ៍វិជ្ជមាននេះប្រាក់ចំណូលផ្នែកមជ្ឈមណ្ឌលទិន្នន័យរបស់ AMD បានកើនឡើង 57% ដល់ $3.7 លានលើសការប៉ាន់ប្រមាណ $3.52 លានប្រាក់ចំណូលសរុបកើនឡើង 36% ដល់ $7.44 លាននិងប្រាក់ចំណេញកែសម្រួល 95 សេនក្នុងមួយហ៊ុនលើសការរំពឹងទុកសូមអរគុណ